មេរពឹសជារឿយៗគឺជាក្មេងដែលមានសុខភាពល្អនិងពោពេញទៅដោយធម៌ពលជីវិតប្រសិនបើកូនរបស់អ្នករត់ស្រែកឡើងទីខ្ពស់ប្រឡាក់ប្រឡងឲ្យស្រមោះនិងហាក់ដូចជាមានធម៌ពលមិនចេះអស់នោះជាទូទៅមិនមែនជាបញ្ហានោះទេវាគឺជាសញ្ញានៃការលូតលាស់ការចង់ដឹងចង់ឃើញនិងជាក្មេងដែលកំពុងស្វែងយល់ពីពិភពលោកជួនកាលឪពុកម្ដាយដែលនឿយហត់តែងតែយល់ច្រឡំរវាងធម៌ពលរបស់កូននិងជាការមិនស្ដាប់បង្គាប់ប៉ុន្តែក្មេងដែលរពឹសជាច្រើនមិនមែនកំពុងព្យាយាមផ្កើនឹងនរណាម្នាក់ឡើយពួកគេកំពុងតែរៀនពីដែនកំណត់នៃរាងកាយសាកល្បងចលនាផ្សេងៗនិងស្វែងយល់ពីដំណើរការនៃជីវិតជាកុមារភាពមិនដែលត្រូវបានកំណត់ឲ្យមានភាពស្ងប់ស្ងាត់ល្អឥតខ្ចោះនោះទេក្មេងៗត្រូវការដែនកំណត់បែបប្រកបណាស់ពួកគេត្រូវការការណែនាំការគោរពនិងការរៀនសូត្រពីអ្វីដែលត្រឹមត្រូវប៉ុន្តែពួកគេក៏ត្រូវការសេរីភាពសម្រាប់សើចធ្វើចលនាលេងកម្សាន្តនិងរស់នៅជាក្មេងផងដែរប្រសិនបើរាល់ពេលដែលគេលេងលោឡាខ្លាចជាការដាក់ទណ្ឌកម្មឬរាល់កំហុសខ្លាចជាកំហឹងនោះទំនុកចិត្តរបស់ពួកគេនឹងរសាត់បាត់បន្តិចម្ដងហើយចងចាំថាកុមារភាពនឹងមិនអាចត្រឡប់មកវិញឡើយគោលដៅនៃការធ្វើជាឪពុកម្ដាយមិនមែនជាការពន្លត់ពន្លឺរបស់ពួកគេត្រឹមតែដើម្បីរក្សាផ្ទះឲ្យស្ងប់ស្ងាត់នោះទេវាគឺជាការបង្រៀនពួកគេ